មកធ្វើការនៅក្នុងប្រទេសកូរ៉េមិនថាយើងពូកែរកលុយប៉ុណ្ណានោះទេបើសិនជាយើងមិនចេះចាត់ចែងការចាយវាយឬក៏ការបែងចែកឲ្យវាមានរបៀបទេគឺមិនសូវសល់ទេដូចខ្ញុំឯងធ្វើការគ្មានសល់តិចទេហើយបើសិនជាខ្ញុំណាចាយសបាយហឺហាដាច់បង្ហាទៀតគឺថាអត់មានសល់អីទេគឺដឹងតែស្បៃតែម្ដងមកប្រទេសកូរ៉េមិនមែនជារឿងងាយទេបងប្អូនអើយគឺតម្រាំតែបានប្រាក់ខែគេមកហ្នឹងគឺមិនស្រួលទេហើយបានមកហ្នឹងគឺថាតម្លៃទំនិញតាមទីផ្សារហ្នឹងគឺមិនសូវថោកទេបងប្អូនអើយគឺថ្លៃពេលខ្លះហ្នឹងគឺថាមើលហើយគឺអត់ចង់ហ៊ានទិញទេមិនថាសាច់មាន់សាច់ជ្រូកសាច់គោឬក៏បន្លែបកាយទេគឺថាមើលទៅគឺថាថ្លៃកប់តែម្ដងហើយលុយថោកបើសិនជាយើងមិនចេះចាយទៀតគឺជាបញ្ហាដែរអញ្ចឹងណាគេថាការរកលុយវាជារឿងពិបាកហើយប៉ុន្តែការចាយលុយនោះគឺកាន់តែពិបាកទៀតពីព្រោះយើងពិបាកបែងចែកណាពេលខ្លះណាពេលខ្លះហ្នឹងគឺថាបានប្រាក់ខែមកចាយមិនទាន់ដាច់ខែផងគឺអស់មុនខែហ្នឹងក៏មានដែរអញ្ចឹងតើតែយើងនឹងមានណាចំណេះការចេះបែងចែកលុយកាក់តើត្រូវចាយរបៀបណាទិញរបស់ដែលចាំបាច់ឬក៏របស់ដែលមិនចាំបាច់តែបើសិនជាយើងនៅតែអត់ចេះបែងចែកថារបស់ណាជាអាទិភាពអាហ្នឹងក៏ជាបញ្ហាដែរហ្នឹងសម្រាប់យើងណាហ្នឹងហើយនេះគឺវាជារឿងធម្មតាទេការធ្វើការដើម្បីប្រាក់ខែប៉ុន្តែបើសិនជាយើងមកណាបានប្រាក់ខែហើយគឺថាអត់សល់ទៀតហ្នឹងហើយគឺជាបញ្ហាសម្រាប់យើងដែរពេលដែលយើងមកឆ្ងាយពីផ្ទះអញ្ចឹង